សួស្តីបងប្អូនបាទថ្ងៃមុនយើងធ្វើនៅលំហាត់ទី5អញ្ចឹងយើងត្រឡប់មកវិញនៅលើកនេះយើងនឹងគណនាលំហាត់ទី6បាទក្នុងមេរៀនសិក្សាធាតុតាមក្រុមបាទអញ្ចឹងប្រធានរបស់លំហាត់មានដូចតទៅបាទលោហៈសូដ្យូមប្រតិកម្មជាមួយទឹកឲ្យផលជាសូដ្យូមអ៊ីដ្រុកស៊ីតនិងបំភាយឧស្ម័នអ៊ីដ្រូសែនក្នុងប្រតិកម្មខាងលើនេះគេប្រើសូដ្យូម 0.5 ម៉ូលនិងទឹក 7.5 ម៉ូលបាទបូក 4.00 ក្រាមបាទអញ្ចឹងទឹកគេប្រាប់មកជាម៉ូលផងនិងជាក្រាមផងបាទសរសេរសមីការតុល្យការតាំងប្រតិកម្មបាទគេឲ្យម៉ាស់ម៉ូលសូដ្យូម 23 បាទអុកស៊ីសែន 16 អ៊ីដ្រូសែន 1 បាទខគណនាម៉ាស់សូលូស្យុងនិងកំហាប់ភាគរយជាម៉ាស់នៃសូលូស្យុងទទួលបានបាទអញ្ចឹងបងប្អូនអាចអានប្រធានម្ដងជា2ដងបាទដើម្បីឲ្យយល់ប្រធានឲ្យច្បាស់យើងងាយស្រួលក្នុងការគណនាលំហាត់នេះបាទអញ្ចឹងយើងដំណោះស្រាយបាទកសរសេរសមីការតុល្យការអញ្ចឹងគេឲ្យនេះសូដ្យូមមានប្រតិកម្មជាមួយទឹកបាទអញ្ចឹង Na សូដ្យូមបូកទឹកបាទឲ្យផលជាសូដ្យូមអ៊ីដ្រុកស៊ីតបាទនេះសូដ្យូមអ៊ីដ្រុកស៊ីតនិងបំភាយឧស្ម័នអ៊ីដ្រូសែនបាទអញ្ចឹងពេលវាមានប្រតិកម្មជាមួយគ្នាយើងទទួលបានផលសូដ្យូមអ៊ីដ្រុកស៊ីតនិងអ៊ីដ្រូសែនយើងថ្លឹងសមីការបាទសូដ្យូមបាទដាក់2បាទ2ស្មើបាទអ៊ីដ្រូសែននេះមាន2 4 4ចឹងយើងដាក់2 4អុកស៊ីសែននេះ2បាទអុកស៊ីសែននេះ2បាទស្មើអញ្ចឹងបើចំណុចកយើងថ្លឹងសមីការស្មើហើយយើងឈានដល់ចំណុចខទាំងអស់គ្នាបាទគណនាម៉ាស់សូលូស្យុងបាទដែលទទួលបានបាទអញ្ចឹងគណនាម៉ាស់សូលូស្យុងដែលទទួលបានគឺ NaOH គឺសូដ្យូមអ៊ីដ្រុកស៊ីតបាទអញ្ចឹងដើម្បីគណនាបានគឺយើងត្រូវប្រើរូបមន្តមួយនេះបាទម៉ាស់សូលូស្យុងស្មើឲ្យម៉ាស់សូដ្យូមបាទម៉ាស់ធាតុរលាយបាទបូកជាមួយនឹងទឹកបាទដកឲ្យម៉ាស់របស់ឧស្ម័នចេញអញ្ចឹងយើងត្រូវរកតាមដំណាក់កាលនីមួយបាទយើងរកម៉ាស់របស់សូដ្យូមសិនអញ្ចឹងដោយប្រធានលំហាត់ខាងលើបាទគេបំរាប់បាទចំនួនម៉ូលសូដ្យូមគឺ0.5 ម៉ូលទឹកបាទ 7.5 ម៉ូលនិង 4.00 ក្រាមបាទអញ្ចឹងតាមរូបមន្តមួយនេះបាទ N ស្មើឲ្យ M លើ M ធំបាទនេះគឺជា N របស់សូដ្យូមបាទម៉ាស់របស់សូដ្យូម M ធំរបស់សូដ្យូមអញ្ចឹងនាំឲ្យម៉ាស់សូដ្យូមស្មើ N គុណឲ្យ M ធំដោយបាទចំនួនម៉ូលសូដ្យូមនេះ 0.5 ម៉ូលហើយម៉ាស់ម៉ូលរបស់សូដ្យូមគេប្រាប់មក 23 ក្រាមក្នុង1ម៉ូលបាទអញ្ចឹងគេបានម៉ាស់សូដ្យូមស្មើ N គុណ M ធំយើងជួសលេខចូល 0.5 គុណឲ្យ 23 ស្មើ 11.5 ក្រាមបាទអញ្ចឹងយើងឃើញ 11.5 ក្រាមនេះគឺជាម៉ាស់របស់សូដ្យូមអញ្ចឹងយើងរកម៉ាស់ទឹកមួយទៀតបាទដោយម៉ាស់ទឹកតាមរូបមន្តគឺ N គុណ M ធំបាទអញ្ចឹងដោយ M អ៊ីដ្រូសែនស្មើឲ្យ2ក្រាមក្នុង1ម៉ូលតាមសមីការចំនួនម៉ូលអ៊ីដ្រូសែនស្មើឲ្យចំនួនម៉ូលសូដ្យូមបាទចែកទៅ2បាទតាមសមីការមានសមីការនៅខាងលើបាទអញ្ចឹងយើងជួសលេខចូល 0.5 ចែក2ស្មើឲ្យ 0.25 ក្រាមក្នុង1ម៉ូលបាទគេបានម៉ាស់អ៊ីដ្រូសែនស្មើឲ្យបាទ 0.25 ឃើញហ្នឹងគុណនឹង2ស្មើឲ្យ 0.5 ក្រាមគឺជាម៉ាស់របស់អ៊ីដ្រូសែន
តទៀតបាទយើងរកម៉ាស់ទឹកចំពោះម៉ាស់ទឹកបាទប្រើរូបមន្តដូចខាងលើដែរគឺ m តូចស្មើឲ្យ n តូចគុណនឹង m ធំបាទដោយmទឹកគេប្រាប់មកបាទ 4.5 ក្រាមបាទហើយ 7.5 ម៉ូលបាទដោយ m ធំនៃទឹកបាទគឺ2គុណឲ្យ1បាទបូកនឹង16របស់អុកស៊ីសែនបាទស្មើឲ្យ18ក្រាមក្នុង1ម៉ូលបាទអញ្ចឹងម៉ាស់ម៉ូលនៃទឹកស្មើឲ្យ18ក្រាមក្នុង1ម៉ូលអញ្ចឹងគេបានម៉ាស់ទឹកបាទស្មើឲ្យ 7.50 បាទម៉ូលបាទគុណឲ្យ18បាទបូកជាមួយនឹង4បាទអូនយល់កន្លែងនេះទេកន្លែងនេះចំនួនម៉ូលបាទចំនួនម៉ូលវាគឺ 7.5 ក្រាមបាទហើយគុណឲ្យ m ធំបាទ m ធំនេះ18គុណ18បាទហើយបូកឲ្យម៉ាស់របស់ទឹកមួយផ្នែកទៀតអញ្ចឹងស្មើឲ្យ139ក្រាមបាទអញ្ចឹងយើងបានម៉ាស់ solution ដែលទទួលបាននោះបាទគឺស្មើនឹងម៉ាស់សូដ្យូមបូកម៉ាស់ទឹកដកម៉ាស់អ៊ីដ្រូសែនបាទយើងចុះតម្លៃលេខចូលបាទបូកដករួចយើងឃើញ150ក្រាមបាទនេះគឺជាម៉ាស់របស់ solution ចឹងដូចនេះម៉ាស់ solution ដែលទទួលបានគឺ150ក្រាមតោះយើងតទៅចំណុចមួយទៀតបាទបងប្អូនត្រៀមស្ដាប់និងមើលឲ្យមែនតែនបាទចំពោះលំហាត់នីមួយៗដែលលោកគ្រូបានបង្ហាញបាទគណនាកំហាប់ភាគរយជាម៉ាស់នៃ solution ដែលទទួលបានអញ្ចឹងម៉ាស់ solution វិញយើងរកឃើញហើយបាទអញ្ចឹងរកម៉ាស់ធាតុរលាយបាទយើងរកម៉ាស់ធាតុរលាយរបស់សូដ្យូមអ៊ីដ្រូស៊ីតអញ្ចឹងតាមរូបមន្ត m ស្មើ n គុណ m ធំបាទដោយ m ធំបាទពីសូដ្យូមអ៊ីដ្រូស៊ីតទៅយើងបូកអាតូមនីមួយៗបញ្ចូលគ្នាមកបាទសូដ្យូមម៉ាស់ម៉ូលវា23បាទអុកស៊ីសែនម៉ាស់ម៉ូលវា16បាទអ៊ីដ្រូសែនម៉ាស់ម៉ូលវា1យើងបូកទាំង3នឹងបញ្ចូលគ្នាមកគឺស្មើ40ក្រាមក្នុង1ម៉ូលតាមសមីការចំនួនម៉ូលសូដ្យូមអ៊ីដ្រូស៊ីតស្មើឲ្យចំនួនម៉ូលសូដ្យូមបាទស្មើឲ្យ 0.5 អញ្ចឹងគេបានឬក៏នោះបាទម៉ាស់របស់ធាតុរលាយហ្នឹងស្មើឲ្យ 0.5 បាទ 0.5 នេះគុណនឹង40នេះបាទស្មើឲ្យ20ក្រាមនោះគេបានកំហាប់ភាគរយស្មើឲ្យម៉ាស់ធាតុរលាយគុណ100លើម៉ាស់ solution បាទអញ្ចឹងជួសលេខចូលបាន20ក្រាមនេះម៉ាស់ធាតុរលាយគុណ100លើ150គឺជាម៉ាស់ solution ដែលយើងរកឃើញនៅខាងលើបាទអញ្ចឹងគុណឲ្យចែករួចយើងឃើញ 13.33% បាទអញ្ចឹងដូចនេះកំហាប់ភាគរយជាម៉ាស់នៃ solution ទទួលបានគឺ13.33% បាទអញ្ចឹងលោកគ្រូសូមអធិស្ឋានដល់ការនិយាយរបស់លោកគ្រូបើសិនជាមិនច្បាស់ត្រង់ចំណុចណាមួយបងប្អូនសូមអធិស្ឋានផងហើយលោកគ្រូសូមអរគុណដែលបងប្អូនចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់និងកត់ត្រាអ្វីដែលលោកគ្រូបានបង្ហាញនៅក្នុងវេលានេះដែរបាទសូមអរគុណ